ngàyនេះខ្ញុំឲ្យបងប្អូនមកមើលទម្រង់បេមាត់ដែលល្អមានសមតលតែគេកណនីយកបេមាត់នឹងរបៀបម៉េចអាលើហើយក្រោមចឹងបេមាត់ដែលមានសមតលបងប្អូនមើលរូបភាពនេះបានតែមួយលើមួយសមតលរវាងបេមាត់ខាងលើហើយខាងក្រោមហ្នឹងគឺស្មើគ្នាចឹងចំណុចហ្នឹងគឺល្អបានន័យថាលើហើយក្រោមអត់តូចអត់ធំជាងគ្នាតែបងប្អូនយើងមួយចំនួនចូលចិត្តបេមាត់នេះគឺបេមាត់អតេលី2ដែលទៅកាត់ជាបេះដូងចឹងកាត់បេះដូងមួយលើមួយចុចជាបានអាលើស្ដាងជាងចឹងកាលណាអាលើស្ដាងជាងគឺអត់ល្អទេសម្រាប់ពេលដែលយើងចាស់ទៅឬក៏បើកាត់ដល់ចេញស្នាមថ្មិញទៀតគឺអត់សល់លុយទេហើយបេមាត់ខ្លះគឺអញ្ចឹងមួយអាលើស្ដើងមួយអាក្រោម3អានេះក៏ក្រាស់ជ្រុលក្រោមក្រាស់ជ្រុលអាលើនេះស្ដើងជ្រុលអញ្ចឹងវ័យគឺពាក់ព័ន្ធនឹងអាចនឹងលុយកាត់នៅវ័យចាស់អាចពិបាកសល់លុយគឺពាក់ព័ន្ធនឹងលុយដូចគ្នាហើយនេះលើធំអាលើសមតលនេះគឺ ratio អាលើធំអាក្រោមតូចស្មើតែមួយទេអាលើធំអាក្រោមតូចអញ្ចឹងបែបនេះក៏អត់សូវល្អដែរដោយសារអត់សមតលគ្នាអញ្ចឹងបែបនេះគឺបេមាត់ដែលយើងមានសមតលបាននៅលើហើយក្រោមគឺត្រូវស្មើគ្នាហើយ style បច្ចុប្បន្នណាគឺគេអត់យកបេមាត់ទាំងពីរទេវាអត់គ្រប់ចិត្តហើយវាស្ដើងអញ្ចឹងគេភាគច្រើនឥឡូវគេពេញនិយមបេមាត់បែបនេះបេមាត់ដែលគេទៅចាក់នេះគឺបេមាត់រុស្ស៊ីហ្នឹងគឺឲ្យពេលគេចាក់ filler ទៅឲ្យធំទូចលើក្រោមឲ្យស្មើគ្នាឲ្យ sexy បែបហ្នឹងឲ្យ sexy បែបហ្នឹងអញ្ចឹងបេមាត់ចាស់គាត់មកចាក់បង្រីកទម្រង់ប៉ុន្តែរក្សាទម្រង់ដើមទេតែមកបង្រីកទម្រង់អញ្ចឹងគាត់ឲ្យខុសគ្នាតិចតួចតែជាបេមាត់រុស្ស៊ីអញ្ចឹងនេះគេហៅបេមាត់រុស្ស៊ីហើយតែបេមាត់ដែលកាត់បេះដូងគឺបេមាត់តែលីពីទេបងប្អូនអញ្ចឹងបេមាត់បែបនេះអត់ល្អ